ចឹងហើយនឹងយកមកលេងភាគការទាំងអស់គ្នាតកតជាមួយនឹងថាតើមនុស្សដែលយើងកំពុងតែនឹកដល់ឥឡូវហ្នឹងគេគិតលើយើងគេមានអារម្មណ៍ម៉េចហើយគេនឹងត្រឡប់មកវិញអត់ចឹងអានេះយើងមកមើលតកតជាមួយនឹងរឿងស្នេហាណាអូខេចឹងយើងមកលេងភាគការទាំងអស់គ្នាមាន3ស្លឹកឲ្យរើសមាន3ស្លឹកឲ្យរើសស្លឹកទី1ស្លឹកទី2ហើយជាមួយនឹងស្លឹកទី3អញ្ចឹងសម្រាប់អ្នកគេដែលធ្វើសមាធិហើយរើបានចម្លើយមួយណាហើយចឹងយើងនឹងសារចម្លើយទាំងអស់គ្នាអូខេតោះអញ្ចឹងយើងមកមើលសម្រាប់អ្នកណាគាត់ធ្វើស្លឹកទី1អញ្ចឹងណាចាំមើលថាតើមនុស្សដែលយើងកំពុងតែនឹកឥឡូវហ្នឹងគេមានអារម្មណ៍ជាមួយយើងមិនហើយគេមានឱកាសត្រឡប់មកវិញអត់ចឹងណាអូខេអញ្ចឹងយើងមក check មើលស្លឹកដំបូងបាន three of wands two of wands the devil គាត់ថាមានអារម្មណ៍ថាមនុស្សដែលអ្នកនរគ្នាកំពុងតែគិតដល់គេឥឡូវហ្នឹងឬក៏យ៉ាងណាថានឹកអ្នកទាំងអស់គ្នាពេលខ្លះព្យាយាមតាមដានព្យាយាមមើល story ឬក៏លក្ខណៈថាតាមសួរអ្នកដែលស្គាល់អ្នកទាំងអស់គ្នាអញ្ចឹងណាសួរតាមមិត្តភ័ក្តិឬក៏អីចឹងពីព័ត៌មានអ្នកទាំងអស់គ្នាថាតើឥឡូវហ្នឹងអ្នកទាំងអស់គ្នាមិនហើយសុខសប្បាយអត់ឬក៏មានពីណាគេនៅឬក៏អីចឹងណាThree of Wands មកហ្នឹងគាត់ថាសុខចិត្តមើលពីចង្ងាយតែអត់បង្ហាញខ្លួនអត់អីឲ្យយើងដឹងទេហើយក៏អត់ឆាតមកប្រាប់យើងផ្ទាល់ៗឬក៏អីដែរអញ្ចឹងណាគេដែលមាន energy ស្តៀងហ្នឹងយើងទៅមើលបន្តទៀតថាតើមនុស្សដែលអ្នកនរគ្នាកំពុងតែនឹកដល់ហ្នឹងគេត្រឡប់មកវិញអត់ឬក៏មិនចឹងណាEmperor Six Five of Pentacles Queen of Pentacles មានអារម្មណ៍ថាអាចនឹងមានឱកាសត្រឡប់មកវិញនេះបើពេញ 100% ឲ្យប្រហែល 60% energy វាឱកាសដែលត្រឡប់មកវិញហ្នឹងវារៀងតិចដោយសារ The Emperor មកហ្នឹងមានអារម្មណ៍ថាមនុស្សអ្នកនរគ្នាស្រឡាញ់ឬក៏នឹកដល់ហ្នឹងណាអាចនឹងជាមនុស្សដែលរៀងមាន ego ខ្ពស់ព្រោះអីបើអត់មាន ego កន្លែងហ្នឹងអាចនឹងតាក់ទងអ្នកនរគ្នាអញ្ចឹងណែនាំឲ្យអ្នកនរគ្នានៅស្ងៀមសិនបាច់ឆាតបាច់តាមបាច់អីញ៉ៃច្រើនទេព្រោះអីគាត់ថាបើអ្នកនរគ្នាប្រឡែងមានឲ្យពេលឲ្យពួកគាត់នឹកដល់ឬក៏នឹកឃើញអ្នកនរគ្នាលក្ខណៈនឹកគ្នាខ្លាំងទ្រាំអត់បានហ្មងអានេះអាចមានឱកាសគាត់ឆាតមកឬក៏តាក់ទងមកអញ្ចឹងណាតែបើប្រាប់ថាត្រឡប់មកវិញ 100% មកអានេះគឺឱកាសរៀងតិចហើយនឹងត្រូវប្រើពេលរៀងយូរទៀតអញ្ចឹងណាអូខេអញ្ចឹងយើងមកមើលបន្តស្រាប់អ្នកគាត់ធ្វើសឹកទី2ចាំមើលថាតើមនុស្សដែលអ្នកនរគ្នាកំពុងតែនឹកដល់ហ្នឹងគេមានអារម្មណ៍ជាមួយអ្នកនរគ្នាដែរអញ្ចឹងណាសត្វត្បូងSeven of Cups Judgment The Star មានអារម្មណ៍ថាគេរៀងនឹកអ្នកនរគ្នាដែរលក្ខណៈថាអាចនឹងពីអ្នកនរគ្នានឹងអត់បានតាក់ទងគ្នាឬក៏និយាយគ្នាមករយៈcommunicate គ្នាអញ្ចឹងណាគាត់ថាមករយៈទៀតអាចនឹងក្នុងចាប់ពីមើលឥឡូវទៅក្នុងរយៈពេល7ថ្ងៃអញ្ចឹងណាបើយូរជាងហ្នឹងអាចក្នុងរយៈពេល1ខែអាចនឹងមានការ communicate គ្នាឡើងមកវិញអាចនឹងវាឆ្លាស់គ្នាឬក៏ vice versa អ្នកទាំងអស់គ្នាអាចនឹងតាក់ទងទៅគេមុនឬក៏គេអាចតាក់ទងមកអ្នកទាំងអស់គ្នាវិញส่วน Pentacles ហ្នឹងអាចនឹងចាប់ energy បានថាមនុស្សដែលអ្នកទាំងអស់គ្នាកំពុងតែគិតហ្នឹងណាឥឡូវហ្នឹងគេមានបញ្ហាផ្ទាល់ខ្លួនត្រូវដោះស្រាយរៀងច្រើនដែរធ្វើឲ្យវាគាត់រវល់អត់មានពេលមកតាក់ទងឬក៏ជាមួយអ្នកទាំងអស់គ្នាអញ្ចឹងយើងមកមើលបន្តថាតើអាចនឹងមានឱកាសត្រឡប់មកវិញអត់ Queen of Wands Five of Wands ឃើញ energy ចាប់បានហាមុនអ្នកទាំងអស់គ្នាបែកហ្នឹងណាអាចនឹងមានការប៉ះទង្គិចគ្នាខ្វែងកំណត់ឬក៏មានការប៉ះពាល់ពាក្យសម្ដីគ្នាទៅវិញទៅមកអញ្ចឹងធ្វើឲ្យអារម្មណ៍យើងឬក៏អារម្មណ៍ខាងគេហ្នឹងរៀងមានការល្អកកមួយគ្នាដែរគាត់ថាអាចនឹងមានឱកាសតែអាចនឹងឱកាសហ្នឹងរៀងតិចជាងអ្នករើស្លឹកទី1ទៀតព្រោះអីមានអារម្មណ៍ថាអាចនឹងចាប់បាន energy ថាបើមិនខាងយើងទេឬក៏ខាងគេអញ្ចឹងណារៀង decide ថាចង់ move on ចង់ដើរទៅមុខបន្តឬក៏រៀងកាត់ចិត្តអញ្ចឹងណាអញ្ចឹងអស់ហើយយើងទៅមើលបន្តសម្រាប់អ្នកដែលរើស្លឹកទី3អូខេអញ្ចឹងសម្រាប់អ្នកហៅស្លឹកទី3បាន Two of Pentacles Eight of Pentacles ហើយជាមួយនឹង The Chariot គាត់ថាមួយរយៈហ្នឹងមនុស្សដែលអ្នកនរគ្នាកំពុងនឹកដល់អានេះ energy អាចនឹង vice versa អញ្ចឹងណាគាត់ថាបើមិនអ្នកទេក៏ខាងគេដែរមួយរយៈហ្នឹងគឺរៀងរវល់ផ្ដោតទៅលើការងារខ្លាំងផ្ដោតលើការងារលក្ខណៈថាសុខចិត្តយក energy យកទៅដាក់រឿងការងាររឿងរកស៊ីរឿងរកលុយច្រើនជាងយក energy យកមកនឹកគេឬក៏ព្យាយាមផ្ដោតលើស្នេហាអញ្ចឹងណាលក្ខណៈថាធ្វើការប្រឡប់ធ្វើការប្រឡប់រឿងអស់ហ្នឹងអញ្ចឹងបើ energy ហ្នឹងត្រូវយើងទៅមើលចម្លើយប
បន្តទៀតថាតើមនុស្សដែលយើងកំពុងតែនឹកដល់ឥឡូវហ្នឹងគេអាចនឹងមានឱកាសត្រឡប់មកវិញអត់អូ Ace of Pentacles Four of Pentacles គាត់ថា energy យ៉ាងពិបាកមកអ្នកហើស្លឹកទី3នេះ energy ល្អជាងគេមានន័យថា Ace of Pentacles ហ្នឹងគាត់ថាអាចនឹងមានឱកាស start អីថ្មីអានេះបើឃើញ energy យ៉ាងច្បាស់ហ្មងណាអាចនឹងដើមខែថ្មីដើមខែ11ឬក៏បើរៀងយូរបន្តិចទៀតហ្នឹងគឺអាចនឹងដើមឆ្នាំព្រោះអីឃើញអ្នកនរគ្នាអានេះគឺ បៀអាចនឹងមានឱកាសលក្ខណៈថាមនុស្សដែលអ្នកនរគ្នាពងនឹកដល់ឬក៏អីចឹងណាគេអាចនឹងឆាតមកគេអាចនឹងឬក៏វិធីសាស្ត្ររបស់អ្នកនរគ្នា block ឬក៏បិទវិធីការតាក់ទងណាមួយអញ្ចឹងណាគាត់ថាគេនឹងព្យាយាមរកវិធីណាមួយដើម្បីតាក់ទងមកអ្នកនរគ្នាហើយដល់ពេលហ្នឹងគឺគាត់ថាស៊ីសងលើអ្នកនរគ្នាថាអ្នកនរគ្នាសម្រេចចិត្តមិនថាចង់បើកចិត្តទទួលយកវិញអត់ឬក៏ត្រឡប់មកវិញដូចដើមអីអត់អានេះស៊ីសងលើអ្នកនរគ្នា